ថ្ងៃនេះបានជួយទៅដល់បងប្រុសលក់អីវ៉ាន់ម្នាក់ទៀតហើយម៉ូតូគាត់មានបញ្ហាទៅលើប្រាំងដាច់ចៅជង្គង់ធ្វើវាលមូដងប្រាំងទាញលមូចូលគ្នាអស់លីងប៉ុន្តែម៉ូតូគាត់ជីកើតគ្រាន់តែម៉ូតូគាត់អត់ប្រាំងអត់ហ៊ានជិះលឿនទេជិះកើមខ្លះបុកគូម៉ូតូគេទេហើយគាត់មកដល់គឺចប់ថ្ងៃអាទិត្យទៀតចំពេលការងារខ្ញុំមានច្រើនគឺថាស្ទះតែម្ដងប៉ុន្តែមិនធ្វើទេគឺខ្ញុំចាត់ការជូនគាត់តែម្ដងធ្វើយ៉ាងណាគាត់ទៅមុខបានព្រោះអីថ្ងៃអាទិត្យផងគាត់ថាមកអាទិត្យរកបានតែមួយថ្ងៃនឹងទេបងអូនបើបងអូនមិនជួយធ្វើទេគឺថាចប់ហើយថ្ងៃហ្នឹងនោះព្រោះតែក្បែរនេះគឺអត់សូវមានជាងម៉ូតូទេសូមនិយាយរឿងត្រង់មួយចុះបងប្អូនការងារធ្វើលម្អសាលម្អឬក៏ប៉ះកង់លម្អនេះឯងនេះគឺថាចំណេញតិចណាស់បងប្អូនអើយក៏ប៉ុន្តែខ្ញុំនៅតែធ្វើឲ្យគាត់ដោយសារតែការអាណិតទៅដល់បងប្រុសព្រោះតែក្បែរនេះគឺអត់សូវមានជាងនៅធ្វើម៉ូតូនឹងទេព្រោះអីខ្ញុំបានសាក់និយាយថាបងខ្ញុំធ្វើអត់ទាន់ទេថ្ងៃអាទិត្យការងារខ្ញុំច្រើនណាស់វាស្ទះវាការងារច្រើនអញ្ចឹងខ្ញុំអត់ធ្វើទេបងទៅមុខទៀតចុះមានណាបងប្អូនដល់ថ្នាក់គាត់ថាគាត់សុំអង្វរហើយធ្វើឲ្យគាត់មួយទៅគាត់អត់មានតាណាទៀតទេបងអូនជួយធ្វើឲ្យគាត់មួយទៅដល់លឺអញ្ចឹងហើយសួរតែខ្ញុំដាច់ចិត្តមិនមែនបងប្អូនជាង10ឯណាទៅមនុស្សដាច់ចិត្តម្លឹងនោះជាង10ក្រតែទ្របទេប៉ុន្តែអត់មានក្រចិត្តទេបងប្អូនចូលចិត្តធ្វើអ្វីឲ្យតែបងប្អូនបានសប្បាយចិត្តអញ្ចឹងខ្ញុំនឹងឲ្យបងប្អូនស្ដាប់សលេងរបស់គាត់ទាំងអស់គ្នាថាគាត់សប្បាយចិត្តឬយ៉ាងម៉េចដែរគាត់ធ្វើគុំបងខ្ញុំដឹងថាទៀតខ្ញុំវាហើយទៅស្ទះឡានគេខ្ញុំប៉ះឡានខ្ញុំអត់ទៅវាស្ទះហំការងារច្រើនតែអីចាំចឹងហ្នឹងហើយមើលតែទឹកមុខគាត់ទៅបងប្អូនដឹងហើយតែគាត់សប្បាយចិត្តប៉ុណ្ណាអាពេលខ្ញុំថាអត់ធ្វើឲ្យគាត់គាត់ថាគាត់ភ័យតែម្ដងគាត់ខ្លាចតែខ្ញុំអត់ធ្វើឲ្យគាត់នោះដល់ពេលបានលម្អគាត់ហើយគឺថាញ៉ាំបិទមាត់ចិត្តមកបងប្អូនហើយព្រោះអីថ្ងៃអាទិត្យគាត់ត្រូវប្រឹងរលុយព្រោះតែការលក់ដូរវាដាច់តែថ្ងៃអាទិត្យនឹងឯងអញ្ចឹងចុងក្រោយនេះក៏ចែកក្តីស្រឡាញ់ទៅដល់បងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះដល់ចប់ហើយវីដេអូនេះក៏ចង់បង្ហាញទៅដល់បងប្អូនទាំងអស់គ្នាឲ្យយើងចេះស្រឡាញ់គ្នាព្រោះថាយើងជាខ្មែរដូចគ្នាយើងត្រូវតែចេះស្រឡាញ់គ្នានិងជួយគ្នាទៅវិញទៅមកអញ្ចឹងហើយអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះដល់ចប់អរគុណច្រើន